ជាដំបូងសូមគោរពទៅដល់ទស្សនិកជនដែលកំពុងតែតាមដានទស្សនាទាំងអស់គ្នាចានៅក្នុងថ្ងៃនេះដែរកម្មវិធីរបស់យើងខ្ញុំនឹងលើកយកប្រធានបទដែលតាក់ទងទៅនឹងការសិក្សាក៏ដូចជាការងារអនុវត្តក្នុងពេលសិក្សាផងដែរហើយក្រុមការងាររបស់យើងខ្ញុំក៏បានអញ្ជើញយុវសិស្សម្នាក់ដើម្បីធ្វើការបកស្រាយទៅលើប្រធានបទចង់នឹងថាគាត់និយាយអំពីការសិក្សាក៏ដូចជាការងារយ៉ាងណានោះសូមជួបជាមួយគាត់ផ្ទាល់សូមជម្រាបសួរកញ្ញាចាសូមជម្រាបសួរចាសូមជម្រាបសួរដល់ទស្សនិកជនដែលកំពុងតាមដានទាំងអស់គ្នាចាតើកញ្ញាសុខសប្បាយចិត្តទេចាបងខ្ញុំសុខសប្បាយអរគុណចាបងវិញចាខ្ញុំធម្មតាចាតើកញ្ញាអាចនិយាយអំពីឈ្មោះក៏ដូចជាជំនាញកំពុងតែសិក្សានៅក្នុងសាលាដែលកញ្ញាកំពុងតែចាប់យកនៅជំនាញហ្នឹងអរគុណបងនាងខ្ញុំឈ្មោះសំរងម៉ាជាសិស្សនៅសាលាបច្ចេកទេសដុនបូស្កូខេត្តកែបផ្នែកទំនាក់ទំនងសង្គមនិងសារព័ត៌មានតើកញ្ញាជ្រើសរើសការសិក្សានៅសាលាបច្ចេកទេសដុនបូស្កូតាំងពីពេលណាមកនាងខ្ញុំចូលសិក្សានៅសាលាបច្ចេកទេសដុនបូស្កូគឺក្នុងឆ្នាំ2015អន្លង់ខែ9ហើយអ្វីបានជាកញ្ញាជ្រើសរើសមកសិក្សានៅសាលាចាសាលាបច្ចេកទេសដុនបូស្កូខេត្តកែបគឺជាសាលាដែលមានវិន័យល្អមានជំនាញច្បាស់លាស់ការសិក្សាគឺមានទ្រឹស្ដីនិងការអនុវត្តជាក់ស្ដែងជាពិសេសគឺសាលាផ្ដល់អាទិភាពដល់សិស្សក្រីក្រនៅក្នុងសាលាដែលកញ្ញាកំពុងតែសិក្សាតើកញ្ញាចាប់យកជំនាញអ្វីហើយនៅក្នុងមុខជំនាញដែលកញ្ញាកំពុងតែសិក្សាហ្នឹងតើមានមុខវិជ្ជាអីគេខ្លះចំពោះផ្នែកទំនាក់ទំនងសង្គមនិងសារព័ត៌មានគឺមានជំនាញក៏ដូចជាមុខវិជ្ជាច្រើនក្នុងការសិក្សាដែលមានដូចជាខាងកុំព្យូទ័រអ៊ីនធឺណិត website ការផលិតវីដេអូវិទ្យុនិងពិធីការជាដើមតើកញ្ញាចូលចិត្តសិក្សាទៅលើជំនាញនិងមុខវិជ្ជាអីគេដែលកញ្ញាចូលចិត្តចាបងចំពោះជំនាញដែលខ្ញុំចូលចិត្តគឺចូលចិត្តទាំងអស់ប៉ុន្តែអ្វីដែលខ្ញុំចូលចិត្តនិងផ្ដោតសំខាន់ជាងគេគឺការផលិតវីដេអូចាចំពោះការផលិតវីដេអូតើកញ្ញាតាំងពីចូលមកសិក្សានៅសាលាហ្នឹងមកតើកញ្ញាបានផលិតវីដេអូបានចំនួនប៉ុន្មានហើយចាចំពោះស្នាដៃផ្ទាល់របស់នាងខ្ញុំគឺបានតិចតួចដែរប៉ុន្តែការងារគឺច្រើនជាក្រុមដូចជាថាការសិក្សាមកខាងផលិតវីដេអូដូចជា TV show ឬក៏អីមួយគឺលោកគ្រូក៏តែងតែដាក់ការងារជាក្រុមឲ្យយើងអញ្ចឹងគឺសមិទ្ធផលមកគឺយើងជាក្រុមប៉ុន្តែក្នុងក្រុមនីមួយៗហ្នឹងគឺមានការបែងចែកដូចថាឲ្យយើងមានតួនាទីរៀងៗខ្លួនដូចថាខាងកាមេរ៉ាមែនខាងអ្នកសរសេរ script និងខាងជាអ្នកតួសម្ដែងប៉ុន្តែរាល់វីដេអូដែលខ្ញុំតែងតែផលិតជាក្រុមនោះគឺខ្ញុំចូលចិត្តធ្វើតែដឹកនាំដល់ពួកគាត់ចំពោះការដឹកនាំទៅលើការផលិតវីដេអូហ្នឹងតើកញ្ញាពិបាកឬក៏មានភាពងាយស្រួលទៅលើការដឹកនាំរបស់ពួកគាត់ចាបងអរគុណចំពោះការដឹកនាំគឺមានផលវិបាកច្រើនទី1គឺយើងត្រូវមានដូចថាការអត់ធ្មត់ច្រើនចំពោះសមាជិកក្នុងក្រុមព្រោះបើសិនជាយើងប្រាប់ពាក្យសម្ដីណាដូចជាមិនល្អទៅកាន់ពួកគាត់អាចធ្វើឲ្យពួកគាត់ហ្នឹងអត់អារម្មណ៍ក្នុងការសម្ដែងចាអានឹងជាពិសេសគឺការដឹកនាំនេះគឺត្រូវការដែលថាដូចថាអ្នកពូកែខាងដូចជាសរសេរ script ឬក៏ពូកែក្នុងការដឹកនាំប៉ុន្តែគឺខ្ញុំមិនមែនជាអ្នកពូកែអីនៅក្នុងការដឹកនាំហ្នឹងទេប៉ុន្តែខ្ញុំអាចធ្វើបានដល់ពួកគាត់ហើយក៏ដូចជាការចេះប្រើពាក្យសម្ដីដល់ពួកគាត់ហ្នឹងបើសិនជាប្រៀបធៀបនឹងការសម្ដែងនិងការដឹកនាំនឹងខ្ញុំតាំងពីចូលរៀនមកការសម្ដែងខ្ញុំមិនដែលសម្ដែងទេខ្ញុំសម្ដែងលើកទី1នៅពេលខ្ញុំកំពុងតែទៅ training នៅ Don Bosco ខេត្តព្រះសីហនុលើកទី1ខ្ញុំធ្លាប់តែដឹកនាំពួកគាត់ឲ្យសម្ដែងតាមនេះតាមនោះតាមអ្វីដែលយើងកំងដល់ពួកគាត់អញ្ចឹងណាប៉ុន្តែដល់ពេលនេះពេលគេចាប់ឲ្យយើងសម្ដែងម្ដងមានអារម្មណ៍ថាពិបាកដែរប៉ុន្តែបើប្រៀបធៀបការសម្ដែងនិងការដឹកនាំគឺការដឹកនាំពិបាកជាងសម្ដែងគឺឲ្យថាយើងចូលតួដល់ពួកគាត់ទៅ
គឺអាចថាយើងអាចទៅរលូនបានណាប៉ុន្តែបើថាការដឹកនាំហ្នឹងគឺពិបាកអានេះសម្រាប់ខ្ញុំផ្ទាល់តែចំពោះការសិក្សាចំពោះការសិក្សាផ្នែកតំណែងសង្គមនេះចាហើយចំពោះការសម្ដែងក៏ដូចជាការដឹកនាំតើកញ្ញានៅពេលដែលកញ្ញាសម្ដែងតើកញ្ញាលក្ខណៈពិបាកសម្ដែងហើយបែរមកដឹកនាំវិញតើកញ្ញាពិបាកដែរឬអត់ចាបងសម្ដែងគេប្រាប់មកយើងធ្វើតួកំសត់ពិបាកទម្រាំតែយើងដាក់អារម្មណ៍ថាឲ្យធ្វើតួកំសត់បាននឹងណាមួយខ្ញុំមានបទពិសោធន៍ខ្ញុំធ្លាប់ដឹកនាំសម្ដែងគេប្រាប់វគ្គនេះយើងធ្វើកំសត់តិចទៅដូចថាមានអារម្មណ៍ថាកំពុងរងចាំនរណាម្នាក់ពួកគាត់ធ្វើបានប៉ុន្តែដល់ពេលខ្ញុំសម្ដែងវិញពេលពួកគាត់ប្រាប់មកខ្ញុំថាអូយដឹងធ្វើមិនទេខ្ញុំថាដល់អញ្ចឹងដល់ពេលខ្ញុំដាក់អារម្មណ៍ឬក៏ដូចជាជាពិសេសដូចថារឿងកំសត់ឬរឿងអីអ្វីដែលយើងជួបជាក់ស្ដែងគឺងាយស្រួលក្នុងការសម្ដែងចា៎ចាសូមអរគុណដល់កញ្ញាដែលចំណាយពេលវេលាដ៏មានតម្លៃដើម្បីធ្វើការបកស្រាយទៅលើប្រធានបទនៅពេលនេះដែរក្រុមការងារក៏ដូចជានាងខ្ញុំរួមជាមួយកញ្ញាសូមអរគុណសូមគោរពលា